ទាំងអស់គ្នាថ្ងៃនេះខ្ញុំមកញ៉ាំឆាផ្សិតជាមួយពោតឥឡូវខ្ញុំដល់ញ៉ាំណែអ៊ុយទៅនងមែនតើក្លិនវិញនឹងឈ្ងុយហ្មងនេះណែទៅញ៉ាំសិន
បាយបាយ